នៅថ្ងៃទី22ខែមករាឆ្នាំ2026កម្ពុជាតាមរយៈក្រសួងវប្បធម៌បានប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របីរាប់ទាំងសកម្មភាពផ្ទាល់នៅប្រាង្គប្រាសាទនិងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទការតវ៉ារបស់កម្ពុជាធ្វើឡើងស្របពេលដែលថៃបាននឹងកំពុងស្ថាបនាផ្លូវបេតុងឡើងទៅកាន់ប្រាសាទតាក្របីនាប៉ុន្មានថ្ងៃមកនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី22ខែមករាឆ្នាំ2026ក្រសួងវប្បធម៌កម្ពុជាបានគូបញ្ជាក់ថាប្រាសាទតាក្របីដែលរងការខូចខាតស្ទើរតែទាំងស្រុងដោយសារការបាញ់ប្រហារពីសំណាក់យោធាថៃគឺជាបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាដែលជាទីសក្ការៈរបស់ប្រជាជនកម្ពុជាតាំងពីដើមមកក្រសួងវប្បធម៌កម្ពុជាបានប្រឆាំងដាច់ខាតចំពោះការប្រើកម្លាំងឈ្លានពានរបស់យោធាថៃចូលកាន់កាប់ប្រាសាទតាក្របីនិងគម្រោងនានាដើម្បីកែប្រែនៅតំបន់នោះបើតាមក្រសួងវប្បធម៌សកម្មភាពឈ្លានពានរបស់យោធាថៃគឺជាការរំលោភបំពានច្បាប់អន្តរជាតិទន្ទឹមគ្នានេះក្រសួងវប្បធម៌កម្ពុជាក៏បានទាមទារឲ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញរួមទាំងបញ្ឈប់គម្រោងនានានៅជុំវិញប្រាសាទតាក្របីដែលជាកម្មសិទ្ធិរបស់កម្ពុជានិងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយត្រឡប់មកដោះស្រាយដោយសន្តិវិធីនិងគោរពតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907សូមបញ្ជាក់ថាពីថ្ងៃក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025លោកអនុทิន ឆានវីរៈគុលនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃនិងគណៈប្រតិភូថៃបាននាំគ្នាឡើងទៅកាន់ប្រាសាទតាក្របីក្នុងថ្ងៃទី29ខែធ្នូឆ្នាំ2025បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khawsot English នៅពេលនោះលោកអនុทิន ឆានវីរៈគុលបានលើកទឹកចិត្តដល់កងកម្លាំងថៃដែលឈរជើងនៅតំបន់ប្រាសាទតាក្របីដោយចង្អុលដៃទៅកាន់ទង់ជាតិថៃដែលកំពុងតែបក់រវិចនៅលើប្រាសាទតាក្របីពីសប្តាហ៍ក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅប្រាសាទតាក្របីពោលនៅថ្ងៃទី16មករា2026ថៃបានធ្វើផ្លូវចាក់បេតុងឡើងទៅកាន់ប្រាសាទតាក្របីទន្ទឹមនឹងគ្នានោះមន្ត្រីជំនាញមកពីមន្ទីរសិល្បៈរបស់ថៃក៏បានចុះទៅពិនិត្យប្រាសាទតាក្របីដើម្បីរៀបចំផែនការស្ដារឡើងវិញខណៈដែលអ្នកជំនាញថៃបានព្រមានថាផ្នែកខ្លះនៃសំណង់ប្រាសាទបុរាណមួយនេះមិនមានលំនឹងហើយអាចប្រឈមនឹងការដួលរលំនេះបើតាមសារព័ត៌មានថៃ Thai Enquirer ដែលចេញផ្សាយនាថ្ងៃទី21ខែមករាឆ្នាំ2026